អាកាសធាតុកំពុងតែក្តៅមេឃកាន់តែក្តៅខ្លាំងបានទឹកដូងត្រជាក់នៅខេត្តតាកែវស្រុកអង្គរបូរីនិយាយពីថាឆ្ងាញ់ណាស់បងប្អូនហើយហូបហើយមានកម្លាំងព្រឹសតែម្ដងហើយថែមទាំងបានម្ហូបបែបស្រុកស្រែសម្លម្ជូរស្រុកស្រែហើយនឹងបន្លែបង្ការខៀវខ្ចីបៃតងនិយាយពីថាត្រជាក់ស្រស់ស្រាយភ្នែកមែនទែនបងប្អូនក្នុងវីដេអូនេះគឺខ្ញុំធ្វើដំណើរកំសាន្តទៅលេងខាងស្រុកអង្គរបូរីខេត្តតាកែវគឺជាខេត្តដែលចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាយើងពុកម៉ែបងប្អូននៅក្នុងដំណើរកំសាន្តនេះគឺមានគម្រោងពីរគោលដៅទី1គឺទៅបុណ្យ100ថ្ងៃឪពុករបស់អ្នកធ្វើការជាមួយគ្នាគោលដៅទី2គឺទៅលេងផ្ទះអ្នកធ្វើការជាមួយគ្នាអញ្ចឹងពីរផ្ទះប៉ុន្តែខេត្តតែមួយប៉ុន្តែស្រុកខុសគ្នាខ្ញុំទៅស្រុកអង្គរបូរីនេះគឺទៅលេងខាងផ្ទះមិត្តភ័ក្តិធ្វើការមួយគ្នាចំណែកឲ្យទៅបុណ្យ100ថ្ងៃរបស់ឪពុកអ្នកធ្វើការមួយគ្នាគឺគាត់នៅខាងស្រុកសំរោងអញ្ចឹងខ្ញុំទៅពីគោលដៅទី1ស្រុកសំរោងខេត្តតាកែវគោលដៅទី2ស្រុកអង្គរបូរីខេត្តតាកែវបងប្អូនហើយនិយាយមែនបងប្អូនណាអត់ដែលស្គាល់ភ្នំជីសូទេស្រាប់តែជិះកាត់ភ្នំជីសូទៅខាងឆ្ពោះទៅខាងស្រុកអង្គរបូរីភ្នំជីសូស្រស់ស្អាតមែនទែនបងប្អូនប៉ុន្តែបានចូលលេងទេបានតែជិះកាត់ថាឥឡូវនេះដំណើរកំសាន្តខ្ញុំក៏បានមកដល់គោលដៅទី1គឺមកលេងខាងស្រុកអង្គរបូរីបងប្អូនខេត្តតាកែវនេះគឺជាម្ចាស់ផ្ទះដែលគាត់ធ្វើការជាមួយខ្ញុំបងប្អូនស្គាល់គ្នា 4-5 ឆ្នាំដែរហើយប៉ុន្តែដែលបានមកលេងខាងផ្ទះគាត់ទេហើយថ្ងៃនោះផងដែរបងប្អូនខ្ញុំបានមកលេងផ្ទះគាត់ជាលើកដំបូងថ្ងៃដំបូងបងប្អូនមុខផ្ទះគាត់ជុំវិញផ្ទះគាត់គឺពោពេញដោយដំណាំធម្មជាតិហើយនេះបាយថ្ងៃត្រង់ម្ហូបថ្ងៃត្រង់ផ្ទះរបស់គាត់បានរៀបចំទទួលខ្ញុំយ៉ាងកក់ក្ដៅស្វាគមន៍យ៉ាងកក់ក្ដៅម្ហូបឡើងគួរឲ្យចង់ញ៉ាំមែនទែនបងប្អូនហើយទៅដល់ម៉ោង11ថ្ងៃត្រង់គឺថាហេវបាយល្មមបងប្អូនណាហើយជុំវិញបរិវេណផ្ទះគាត់បងប្អូនគឺសម្បូរដោយបន្លែបង្ការបែបធម្មជាតិនិងសរីរាង្គបងប្អូនដូចឲ្យដើមផ្លែនេះអញ្ចឹងអាហ្នឹងគេហៅផ្លែល្វាខ្ញុំអត់ដែលឃើញទេធ្លាប់តែឮគេថាធ្លាប់តែឃើញតាមក្នុងទូរទស្សន៍ឥឡូវឃើញផ្ទាល់បងប្អូនហើយចំណែកឲ្យស្លឹកតនិយាយពីថាខ្ចីលវក់តគួនផ្លូវអង្កែបជីពងទាកូនជីម្លូបាញ់ឆាវអីហ្នឹងនិយាយពីថាសម្បូរណាបងប្អូនខ្ញុំហ្នឹងហើយអ្នកចូលចិត្តដំណាំបែបធម្មជាតិខៀវបៃតងស្រាប់តែទៅដល់ឃើញមានម្អមមានអីខ្ចីនៅវាពេញដៃពេញជើងនៅឡើងពេញដីពេញទឹកពេញដីនិយាយពីថាខ្ញុំខ្វះកមែនទែនបងប្អូនហើយសប្បាយភ្នែកតិចភ្នែកហ្មងខ្ញុំមិនមែនអ្នកទីក្រុងអីទេបងប្អូនអ្នកស្រុកស្រែដែរប៉ុន្តែឃើញបន្លែបែបស្រុកស្រែអញ្ចឹងចេះតែទ្រាំមិនបាននឹងការបិចការបោចការដកយកមកទុកធ្វើម្ហូបនឹងហ្មងនិយាយពីថាម្ចាស់ផ្ទះឲ្យបេះមកស្រឡាញ់ចង់បេះមកកាទេពីកាទេមកបាវពីបាវច្រកយកទៅផ្ទះក៏បានដែរតែសំខាន់ខ្ញុំហ៊ានទេបងប្អូនហើយគាត់អត់ហាមតែយើងចេះកែងចិត្តគាត់ប៉ុន្តែបន្លែគាត់តាមច្រើនបងប្អូនមានស្ពៃមានតគួនមានត្រប់មានអន្លងនិយាយទៅមានច្រើនមុខមែនទែនបន្លែក៏ច្រើនអាតំណាំផ្លែឈើហូបផ្លែមួយចំនួនក៏ច្រើនមានព្រីងមានដូងមានស្អីគេអូច្រើនណាស់រៀបរាប់មិនអស់ទេបងប្អូនដោយសារច្រើនមុខពេកហើយខ្ញុំសវេសវាក្តិចតែបន្លែបងប្អូនណានិយាយពីថាស្រស់ស្រាយហើយបៃតងខៀវខ្ចីមានអារម្មណ៍ថាឃើញហើយត្រជាក់ក្នុងកែវភ្នែកហ្មងបងប្អូនខ្ញុំពងអោបនេះគឺស្បៃរឿងបងប្អូនខ្ញុំយកមកធ្វើលក់ហូបមួយប្អូននិយាយពីឆ្ងាញ់បងប្អូនហើយខ្ចីហើយគាត់ដាំមកមានដាក់ជីដាក់អីទេបងប្អូនគាត់ស្រោចតែទឹកនិយាយទៅដំណាំធម្មជាតិរបស់គាត់គឺល្អខ្លាំងហើយម្អមមិនឡងខ្ចីញ៉ាំហើយបន្ទាប់ពីខ្ញុំដើរក្តិចដើរកាច់បន្លែឥឡូវលោកអ៊ំម្ចាស់ផ្ទះដែលត្រូវជាម្ដាយមិត្តរួមការងារជាមួយខ្ញុំហ្នឹងគាត់បានរៀបចំបន្លែខ្លះដើម្បីយកឲ្យខ្ញុំយកម្ហូបនៅផ្ទះអញ្ចឹងណាបងប្អូនហើយកំពុងតែរៀបចំបន្លែហ្នឹងក៏ស្រាប់តែឈឺធ្មេញអញ្ចឹងទៅក៏បៀមគុលក្រៃដាក់បៀមជាមួយនឹងអំបិលម៉ត់បន្តិចមកដើម្បីកុំឲ្យឈឺធ្មេញខ្លាំងពេកនិយាយទៅឈឺធ្មេញហ្នឹងចូលចង់2-3ខែបងប្អូនតម្រាំដាច់ចិត្តទៅដកធ្មេញចាញ់គឺគិតមែនតែនខ្លាចប៉ះពាល់ខ្លាំងមានណាបងប្អូនស្រាប់តែដកឲ្យលែងឈឺចុកចាប់ស្រួលមានអារម្មណ៍ថាដូចចង់ដកថែមទៀតឲ្យតាវាថាឈឺមុំឯងលែងចង់ទុកបងប្អូនហើយនេះគឺជាផ្លែល្វាទុំអ៊ំស្រីគាត់បានបេះទម្លាក់ឲ្យខ្ញុំមើលឲ្យស្គាល់ថាផ្លែល្វាពេលវាទុំទៅរូបរាងវាពណ៌សវល់បែបមិនអញ្ចឹងធ្លាប់តែឃើញពណ៌ខៀវគេយកទៅច្រាំប្រហុកហូបជ្រលក់អំបិលម្ទេសអញ្ចឹងណាបងប្អូនឥឡូវនេះអាទុំហ្នឹងយើងអាចហូបទៅទេបានហើយក្លិនវារៀងក្អូបឈ្ងុយក្លិនបែបឈ្ងុយផ្អែមបងប្អូនប៉ុន្តែរសជាតិវាអត់ផ្អែមហើយក៏អត់ចត់ដែរបងប្អូនរបៀបស្រាលជាងតបែកស្រាលជាងខ្វិតណាបើនិយាយទៅវារៀងស្រួយរៀងក្លិនតិចអញ្ចឹងណាអានេះគឺជាបន្លែផ្លែឈើដែលលោកអ៊ំគាត់បានវេចខ្ចប់ឲ្យខ្ញុំយកមកផ្ទះបងប្អូនហើយមានច្រើនមែនតើមានជីវ៉ាន់ស៊ុយជីម្វងម្អមភ្លើងកែបជីម្លូជីអាណាហើយស្អីគេស្បៃរឿងស្ពៃតគួនអូយសពមុខបែបយ៉ាងបងប្អូនមានតាំងដូងមានតាំងចេកនិយាយទៅអាពេលដែលខ្ញុំតលេងតែលោកអ៊ំលើកដំបូងក្មួយទៅដៃទៅទេឲ្យសតអត់មានអីផ្ញើលោកអ៊ំសូមបីតាន់តិចប៉ុន្តែដល់ទៅពេលចេញមកផ្ទះវិញមានណាបងប្អូនហើយម្ដាយរបស់អ្នកធ្វើការមួយខ្ញុំមិត្តរួមការខ្ញុំណាលោកអ៊ំគាត់បានដាក់មកឡើងវិញគូតឡានខ្ញុំតែម្ដងបងប្អូនចាំមើលទៅលើក្រោយដាក់ឡានការ៉េទៅឲ្យបងប្អូនបាត់ដាក់ឡានការ៉េទៅបែបដឹកមិនអស់ទេព្រោះអីអ៊ំអាពេលខ្ញុំមកដល់ផ្ទះហ្នឹងអ៊ំគាត់ថាខ្ញុំនៅភ្លេចស្លឹកតយឲ្យមលូយកមកផ្ញើម៉ែអញ្ចឹងមានណាដល់ពេលគាត់ទេមកអញ្ចឹងមិននឹកឃើញថាភ្លេចមែននឹកឃើញថាម៉ែគាត់ចូលចិត្តមលូស្លាហ្នឹងដល់ពេលទៅដល់ឃើញតែអ៊ំសវោអញ្ចឹងគាត់ថាសុំដល់ពេលមកដល់មានណាដល់ផ្ទះភ្លេចបេះមលូហើយនឹងកាត់ស្លឹកតយយកមកទុកធ្វើមកអែមនិយាយទៅវីដេអូតលេងខាងស្រុកអង្គរបូរីខេត្តតាកែវគឺត្រជាក់ភ្នែកស្រស់ស្រាយមែនទែនបងប្អូនបែបធម្មជាតិរៀងប្លែកអារម្មណ៍ប្លែកភ្នែកអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនសូមអរគុណសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសំណាងល្អសុខសប្បាយបាយ